ជាប្រធមនៃខ្ញុំសូមនមស្ការចំពោះព្រះជន្មនៃព្រះមហាបរិទ្រដោយសេចក្តីគោរពនិងខ្ញុំសូមថ្វាយបង្គំព្រះគ្រូព្រះចៅអធិការវត្តរតនស្ថានគោព្រមដោយសេចក្តីគោរពប្រាថ្នានិងខ្ញុំសូមធ្វើជាវត្តកិច្ចចំពោះព្រះឧទ្ទេសចារនិងព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពសូមធ្វើវិសុទ្ធភាពសុខភាពវត្តភាពវត្តពីប្រការចំពោះលោកនាងលោកតាមានគ្រប់ចតុទិសដោយសេចក្តីរាប់អានស្ថិតនៅថ្ងៃ10រោចខែវិច្ឆិកាបញ្ញស័កពុទ្ធសករាជ1567គ្រិស្តសករាជ2024ដោយអាស្រ័យនៅបម្រើកម្មវិធីឧទ្ទេសនានាខ្ញុំព្រះករុណាថ្លាថ្លែងសម្ដែងជីវប្រវត្តិសង្ខេបរបស់លោកយាយឧបាសិកានាងថាពីទៅដូចតទៅជីវប្រវត្តិសង្ខេបរបស់លោកយាយឧបាសិកានាងទៅលោកយាយឧបាសិកានាងទៅកើតឆ្នាំរោងពុទ្ធសករាជ2483គ្រិស្តសករាជ1940នៅភូមិព្រឹងភូមិអូតទឹងស្រុកកំពង់ស្ពានខេត្តត្រវិញជាកូនរបស់លោកតានាងឌៀងលោកយាយនាងកងបឋមបរិច្ឆេទកុមារីនាងទៅបានប្រសូតនៅក្នុងត្រកូលកសិករមួយនៅក្នុងភូមិព្រឹងឪពុកម្ដាយជាអ្នកប្រកបមុខរបរធ្វើស្រែចម្ការជាត្រកូលមានទ្រព្យសម្បត្តិល្មមសំគួរដែលអាចញ៉ាំងជីវភាពគ្រួសារប្រព្រឹត្តទៅបានកុមារីនាងទៅមានចរិតលក្ខណៈស្លូតបួសរស់នៅប្រកបដោយភាពសុខដុមក្រមមលុបនៃសេចក្តីស្រឡាញ់របស់ឪពុកម្ដាយដែលតែងតែចិញ្ចឹមបីបាច់ថែរក្សាកូនប្រកបដោយព្រហ្មវិហារធម៌ទាំង4ប្រការលោកយាយនាងទៅមានបងប្អូន3រូបគឺ1ឧបាសកនាមហាយស្លាប់2ឧបាសិកានាមទៅគឺរូបសពនេះឯង3ឧបាសកនាមសនកូនចិញ្ចឹមស្លាប់វ័យវឌ្ឍនការចម្រើនឡើងឪពុកម្ដាយក៏បញ្ជូនកុមារីនាងទៅឲ្យទៅសិក្សាវិជ្ជាអក្សរសាស្ត្រជាតិនិងសាលារៀនសកលក្រៅពីការទៅសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជាកុមារីនាងទៅតែងឧស្សាហ៍ជួយបំពេញកិច្ចការឪពុកម្ដាយតាមកម្លាំងកាយដែលខ្លួនមានបឋមមជ្ឈិមបរិច្ឆេទវ័យកាន់តែចម្រើនឡើងកញ្ញានាងទៅក៏ដល់នៅនិស័យជាគូស្រករជាមួយលោកតានាមថិតនៅភូមិចុងភ្នរជាកូនរបស់លោកតានាមវឹកលោកយាយនាមសូឪពុកម្ដាយក៏ទុកដាក់ណាស់តាំងពីរៀបអាពាហ៍ពិពាហ៍ទៅជាគូស្វាមីភរិយាតាមទំនៀមទម្លាប់ខ្មែរពីបុរាណកាលមកគូស្វាមីភរិយាថ្មីក៏បានរួមរស់ជាមួយគ្នាប្រកបកិច្ចការងារស្រែចម្ការរស់នៅប្រកបដោយសុខសប្បាយជាមួយបងប្អូនអ្នកភូមិផងរបងជាមួយលោកយាយនាងទៅលោកតានាងខិតមានបុត្រធីតាទាំងអស់រួមមាន8រូបគឺ1កូនប្រុសនាមខែវស្លាប់2កូនស្រីនាមវៀង3កូនប្រុសនាមទៀង4កូនស្រីនាមឡង5កូនស្រីនាមឡាង6កូនស្រីនាមឡាយស្លាប់7កូនស្រីនាមលៀង8កូនប្រុសពោនាមមិនមានចៅទាំងអស់27រូបបច្ចុប្បន្នបរិច្ឆេទលោកយាយនាងទៅលោកតានាងខិតបានរស់នៅចែករំលែកសេចក្តីសុខទុក្ខដល់គ្នានឹងគ្នាបានចិញ្ចឹមបីបាច់បុត្រទាំង8រូបរបស់ខ្លួនបានធំដឹងក្តីឡើងតាមតួនាទីរបស់ខ្លួនបានរៀបចំគូស្រករដោយកូនទាំង8ឲ្យបានជាប្តីប្រពន្ធទៅតាមប្រពៃណីខ្មែររៀងៗខ្លួននិងរស់នៅប្រកបដោយសេចក្តីសុខសប្បាយសាមគ្គីធម៌ជាមួយអ្នកភូមិស្រុកនិងបំពេញការងារកុសលតាមកម្លាំងសទ្ធាដែលខ្លួនមាន ប
អំពីបុណ្យកុសលកិច្ចបំពេញកុសលរបស់សង្គមវត្តអារាមពុទ្ធសាសនាលោកយាយបានបំពេញយ៉ាងសកម្មទៅតាមកម្លាំងកាយនិងកម្លាំងសទ្ធាដែលខ្លួនមានតាំងផ្នែកបំពេញទានតាំងផ្នែកវិបស្សនាធុរៈផ្នែកបំពេញទានលោកយាយឧបាសិកានាមឬលោកតានាមលោកតាឧបាសកនាមខិតបានឲ្យកូនប្រុសរបស់ខ្លួនគឺលោកតានាមថេវបានបួសក្នុងពុទ្ធសាសនាផងជាចំណងសទ្ធាស្ថានជាប់នឹងពុទ្ធសាសនាបានចំណាយទ្រព្យធនតែខ្លួនមានបានធ្វើបុណ្យទូចធំជាច្រើនដូចជាបុណ្យបកាបុណ្យទានវស្សាជាពិសេសបុណ្យកឋិនទានក្នុងខែលើកដំបូងទៅកាន់វត្តលងតងនៅស្រុកមាត់សមុទ្រហៅយាងហាយនាសម័យសឹកសង្គ្រាមឯនោះនឹងដង្ហែចូលវត្តបទុនសាគរពីរលើកព្រមទាំងដង្ហែចូលកាន់វត្តរតនសាគរព្រឹងមួយលើកផងដែរទន្ទឹមនឹងនេះកូនចៅបានធ្វើបុណ្យចម្រើនចិនមកយកជូនលោកយាយពេលគ្រប់74វស្សានោះឯងដោយបាននិមន្តព្រះសង្ឃចំនួន74អង្គដើម្បីបំពេញសទ្ធាជ្រះថ្លាទៅនឹងអាយុរបស់លោកយាយមួយផ្នែកទៀតលោកយាយនិងលោកតាបានប្រគេនដីដល់វត្តរតនសាគរព្រឹងសម្រាប់កសាងទីវត្តអារាមទុកជាសម្បត្តិរួមដើម្បីពុទ្ធបរិស័ទរួមចំណែកបំពេញកុសលទៀតផងផ្នែកវិបស្សនាធុរៈដើម្បីស្វែងរកសេចក្តីសុខផ្លូវចិត្តនិងខ្លឹមសារជីវិតដែលជាអត្ថបញ្ញគួរជាទីសិក្សានៃជីវិតមនុស្សម្នាក់ៗព្រះសម្មាសម្ពុទ្ធព្រះអង្គបានបែងចែកនៅធម៌ដែលជាគ្រឿងអលង្ការសម្រាប់តាក់តែងជីវិតឲ្យមានសុខសន្តិភាពទៅតាមសច្ចធម៌ព្រះអង្គបែងចែកគោលធម៌ទាំង3គោលដល់ក្រហមមានទានសិលនិងភាវនាធម៌ទាំង3នេះលោកយាយបានបំពេញយ៉ាងបរិបូរណ៍ជាពិសេសផ្លូវភាវនាវិបស្សនាកម្មដ្ឋានលោកយាយបានទៅធ្វើសមាធិធម៌នៅវត្តរតនសាគរព្រឹងដោយមានប្រាជ្ញាធម្មោគឺគឹមសូនជាប្រាស់វិបស្សនាចារ្យលោកយាយក៏បានសម្រេចនៅកិច្ចភាវនាកម្មដ្ឋានដោយការព្យាយាមអង្គុយភាវនារបស់ខ្លួនការរៀបរាប់ខាងលើនេះជាបុណ្យកុសលគុណធម៌ធំធេងរបស់លោកយាយបានបំពេញក្នុងពុទ្ធសាសនាពេលវេលាចេះតែងតែកន្លងទៅនាំយកនៅអាយុជីវិតរបស់សត្វលោកទៅគៀបនឹងសេចក្តីស្លាប់មានរូបគឺមានរោគរូបរាងកាយរបស់លោកយាយក៏យ៉ាងនឹងដែរការចាស់ជរានិងរោគាទៀតតែងតែដល់ទន្ទឹមគ្នាមិនអាចយកឈ្នះមច្ចុរេកបានតែងតែផ្លាស់ប្ដូរក្រុមគ្រាទៅតាមពេលវេលាកម្លាំងថយថយពុទ្ធទុពលភាពទ្រុឌទ្រោមទៅជរាពីធីមកបៀតបៀនដល់លោកយាយកូនគ្រប់រូបក៏ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពនាំលោកយាយទៅព្យាបាលនៅមន្ទីរពេទ្យព្រះនគរផងព្រះឫស្សីផងលើកចុងក្រោយទៅព្យាបាលនៅមន្ទីរពេទ្យក្រុងព្រះវិហារក៏កិច្ចបន្ផុតពីកម្លាំងនៃជរាពីធីនឹងបានឡើយទីបំផុតលោកយាយក៏ដល់នៅការអស់ខ្យល់អសាសៈមច្ចុរាជក៏ផ្ដាច់នៅអាយុសង្ខាររបស់លោកយាយទៅដោយមិនមានចិត្តអាណិតអាសូរសម្បីបន្តិចឡើយបន្សល់នៅតែរូបសពសេចក្តីទុក្ខសោកសង្រេងសង្រៃក្រៃលែងព្រះសង្ឃកូនចៅញាតិសាច់ថេកសាលោហិតអ្នកភូមិអង្គរបងជាមួយមិនមានការស្រាក់ស្រានឡើយលោកយាយឧបាសិកានាងគឺបានធ្វើមរណភាពនៅពេលវេលាព្រឹកម៉ោងនៅពេលវេលាយប់ម៉ោង19នាទីថ្ងៃសុក្រ900ខេមិកឆ្នាំថោះបញ្
จะสะปุษกรายปีปอมตรำร้อย60 ปีกรองจันมายุ84 ឆ្នាំ រូបាំងជីវររតិមច្ឆណាំនាមកុតមំណជីរតិរីរូបនៃសពស្ថិតតែវិបត្តិចាស់ជរាឯនាមនឹងរូបគាអត់ជរាដូចរូបឡើយសូនបាត់តែរូបតោគេឈ្មោះនៅចិត្តបង្កើយបើគេមិនកង់តើគេអាចស្គាល់យូរអង្វែងសូមអនុមោទនា